នៅខាងសង្គ្រាមលោកលើកទី1ចក្រភពអូទ្រីសហុងគ្រីដែលចាត់សង្គ្រាមត្រូវដួលរលំហើយបែកខ្ញែកទៅជាប្រទេសផ្សេងៗគ្នាក្នុងនោះក៏រួមមានផងដែរប្រទេសអូទ្រីសនិងជេកូស្លូវ៉ាគីដែលមានប្រជាជនយ៉ាងច្រើនមានដើមកំណើតអាល្លឺម៉ង់នៅជេកូស្លូវ៉ាគីប្រជាជនដើមកំណើតអាល្លឺម៉ង់ភាគច្រើនរស់នៅក្នុងតំបន់ស៊ូដែនគឺប្រទេសជេកូស្លូវ៉ាគីនិងអូទ្រីសនេះហើយដែលជាចំណុចស៊ីបនៃនយោបាយវិទានិយមរបស់ហ៊ីតលែរនៅចុងឆ្នាំ1937ហ៊ីតលែរបានដាក់ចេញនូវផែនការជា3ដំណាក់កាលដើម្បីវាទីពង្រីកទឹកដីទៅទិសខាងកើតគឺដំបូងចូលឈ្លានពានអូទ្រីសដែលជាប្រទេសកំណើតផ្ទាល់របស់ហ៊ីតលែរបន្តមកទៀតឈ្លានពានជេកូស្លូវ៉ាគីហើយដំណាក់កាលទី3ចូលឈ្លានពានប្រទេសប៉ូឡូញមុននឹងចាប់ផ្ដើមអនុវត្តផែនការហ៊ីតលែរបានរៀបចំចរចាចុះសន្ធិសញ្ញាចងសម្ព័ន្ធមិត្តជាមួយនឹងអ៊ីតាលីដែលនៅពេលនោះគឺជាខ្នងបង្អែករបស់អូទ្រីសនៅខែវិច្ឆិកាឆ្នាំ1937ម៉ូសូលីនីមានដឹកនាំផ្ដាច់ការរបស់អ៊ីតាលីបានទទួលយកសំណើរបស់ហ៊ីតលែរហើយចូលរួមនៅក្នុងសន្ធិសញ្ញាសម្ព័ន្ធមិត្ត3ភាគីអាល្លឺម៉ង់អ៊ីតាលីនិងជប៉ុនប្រមាណជា4ខែក្រោយមកហ៊ីតលែរក៏បានចាប់ផ្ដើមអនុវត្តផែនការក្នុងការលេបយកប្រទេសអូទ្រីសដោយពីដំបូងហ៊ីតលែរបានទាមទារឲ្យប្រមុខរដ្ឋាភិបាលអូទ្រីសតែងតាំងសមាជិកគណៈបកណាស៊ីអូទ្រីសឲ្យកាន់តំណែងសំខាន់ៗនៅក្នុងរដ្ឋាភិបាលអធិការបតីអូទ្រីសបដិសេធហ៊ីតលែរក៏បានបញ្ជាឲ្យមេដឹកនាំណាស៊ីនៅអូទ្រីសធ្វើរដ្ឋប្រហារដោយប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នមួយហើយបន្តមកទៀតស្នើសុំជំនួយពីអាល្លឺម៉ង់នៅថ្ងៃទី12ខែមីនាទាហានអាល្លឺម៉ង់ក៏បានចូលឈ្លានពានអូទ្រីសរួចហើយប្រកាសភ្ជាប់ប្រទេសអូទ្រីសទៅក្នុងទឹកដីអាល្លឺម៉ង់តបទៅនឹងអំពើឈ្លានពានរបស់ហ៊ីតលែរនៅអូទ្រីសនេះបារាំងនិងអង់គ្លេសដែលជាប្រទេសមហាអំណាចឈ្នះសង្គ្រាមលោកលើកទី1មិនបានធ្វើសកម្មភាពអ្វីក្រៅតែពីធ្វើការតវ៉ាតាមផ្លូវទូតនោះទេបារាំងនិងអង់គ្លេសដែលទើបនឹងងើបចេញពីសង្គ្រាមលោកលើកទី1ហើយកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនោះតែងតែនាំគ្នាខិតខំព្យាយាមគ្រប់មធ្យោបាយដើម្បីបញ្ជៀសកុំឲ្យមានសង្គ្រាមទុះឡើងសាជាថ្មីម្ដងទៀតអសកម្មភាពរបស់មហាអំណាចទាំងពីរនេះធ្វើឲ្យហ៊ីតលែរកាន់តែបានចិត្តក៏ចាប់ផ្ដើមអនុវត្តផែនការដំណាក់កាលទី2របស់ខ្លួនគឺចូលឈ្លានពានប្រទេសជេកូស្លូវ៉ាគីដោយប្រើតាក់ទីកតែមួយដែលហ៊ីតលែរធ្លាប់ប្រើនៅអូទ្រីសនៅខែកញ្ញាឆ្នាំ1938ដែលមានការជំរុញពីសំណាក់ហ៊ីតលែរមានដឹកនាំគណៈបកស្និទ្ធនឹងណាស៊ីនៅជេកូស្លូវ៉ាគីបានទាមទារផ្ដាច់តំបន់ស៊ូដែតដើម្បីភ្ជាប់ខ្លួនជាមួយនឹងអាល្លឺម៉ង់រដ្ឋាភិបាលជេកូស្លូវ៉ាគីបានបដិសេធហ៊ីតលែរក៏បានគម្រាមធ្វើសង្គ្រាមក្នុងហេតុផលថាដើម្បីចូលទៅការពារប្រជាជនដើមកំណើតអាល្លឺម៉ង់ដែលរស់នៅក្នុងតំបន់នោះវិបត្តិនៅជេកូស្លូវ៉ាគីនេះហាក់ដូចជាបានដាក់អារម្មណ៍បារាំងនិងអង់គ្លេសអំពីមហិច្ឆតាយោធារបស់ហ៊ីតលែរក៏ប៉ុន្តែជាថ្មីម្ដងទៀតប្រទេសមហាអំណាចទាំងពីរនេះនៅតែប្រកាន់ជំហរដូចពីមុនដដែលគឺធ្វើដូចម្ដេចឲ្យតែអាចបញ្ជាសង្គ្រាមជាមួយហ៊ីតលែរបើទោះបីជាត្រូវកាត់ដីជេកូស្លូវ៉ាគីទៅឲ្យអាល្លឺម៉ង់ក៏ដោយនៅខែកញ្ញាឆ្នាំ1938ហ៊ីតលែរបានប្រកាសដាក់អសន្នវិទ្យត្រឹមខែតុលាឲ្យរដ្ឋាភិបាលជេកូស្លូវ៉ាគីប្រកួតឯករាជ្យទៅឲ្យតំបន់ស៊ូដែនព្រមជាមួយនឹងការដាក់អសន្នវិទ្យនោះកងទ័ពអាល្លឺម៉ង់ត្រូវបានចល័តឲ្យទៅឈរជើងនៅក្បែរព្រំដែនជេកូស្លូវ៉ាគីដើម្បីបញ្ជាជំនួសជាមួយនឹងហ៊ីតលែរបារាំងនិងអង់គ្លេសបានដាក់សម្ពាធលើរដ្ឋាភិបាលជេកូស្លូវ៉ាគីឲ្យធ្វើតាមការទាមទាររបស់អាល្លឺម៉ង់ព្រោះគឺត្រូវកាត់យកទឹកដីមួយផ្នែកនៃតំបន់ស៊ូដែនគឺនៅកន្លែងណាដែលមានប្រជាជនដើមកំណើតអាល្លឺម៉ង់លើសពី 50% យកមកដាក់បញ្ចូលក្នុងទឹកដីអាល្លឺម៉ង់ហើយជាថ្នូរមកវិញអង់គ្លេសនិងបារាំងធានាថានឹងការពារឯករាជ្យនិងបូរណភាពទឹកដីដែលនៅសេសសល់របស់ជេកូស្លូវ៉ាគីជេកូស្លូវ៉ាគីដែលមានកម្លាំងទ័ពទន់ខ្សោយក៏បង្ខំចិត្តទទួលយកសំណើរបស់បារាំងនិងអង់គ្លេសហើយនៅថ្ងៃទី22ខែកញ្ញាឆ្នាំ1938នាយករដ្ឋមន្ត្រីអង់គ្លេសក៏ធ្វើដំណើរទៅជួបហ៊ីតលែរដើម្បីប្រាប់អំពីដំណោះស្រាយនេះក៏ប៉ុន្តែហ៊ីតលែរស្រាប់តែបានធ្វើការទាមទារកាន់តែច្រើនជាងមុនទៅទៀតគឺទាមទារយកតំបន់ស៊ូដែនតែមូលមិនមែនត្រឹមតែតំបន់ដែលមានប្រជាជនអាល្លឺម៉ង់លើសពី 50% នោះទេហើយម្យ៉ាងវិញទៀតហ៊ីតលែរបានទាមទារថាជេកូស្លូវ៉ាគីត្រូវតែកាត់តំបន់ស៊ូដែននេះមកឲ្យអាល្លឺម៉ង់ភ្លាមៗដោយមិនចាំបាច់រងចាំឲ្យមានគណៈកម្មការអន្តរជាតិចូលមកធ្វើការកំណត់ព្រំដែនជាមុននោះទេនៅឯជេកូស្លូវ៉ាគីឯណោះរដ្ឋាភិបាលបានសម្រេចកេណ្ឌកងទ័ពដើម្បីត្រៀមការពារខ្លួនពីការឈ្លានពានរបស់កងទ័ពអាល្លឺម៉ង់សហភាពសូវៀតដែលជាសម្ព័ន្ធមិត្តរបស់ជេកូស្លូវ៉ាគីក៏បានកេណ្ឌកងទ័ពដើម្បីត្រៀមធ្វើសង្គ្រាមទល់នឹងហ៊ីតលែរដែរក៏ប៉ុន្តែអង់គ្លេសនិងបារាំងនៅតែបន្តព្យាយាមរកវិធីចរចាដើម្បីបញ្ជាសង្គ្រាមជាមួយនឹងហ៊ីតលែររដ្ឋាភិបាលអង់គ្លេសនៅតែយល់ថាជំនួសអាចនឹងបិទបញ្ចប់ប្រសិនបើជេកូស្លូវ៉ាគីសុខចិត្តកាត់តំបន់ស៊ូដែនឲ្យទៅអាល្លឺម៉ង់តាមការទាមទាររបស់ហ៊ីតលែរអង់គ្លេសក៏ត្រឡប់មកចរចាជាមួយនឹងហ៊ីតលែរម្ដងទៀតហើយនៅថ្ងៃទី30ខែកញ្ញាឆ្នាំ1938អាល្លឺម៉ង់អ៊ីតាលីអង់គ្លេសនិងបារាំងក៏បានចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងមីនិចដោយគ្មានវត្តមានជេកូស្លូវ៉ាគីដែលបានព្រមព្រៀងឲ្យអាល្លឺម៉ង់ចូលកាន់កាប់តំបន់ស៊ូដែនជាថ្នូរមកវិញហ៊ីតលែរបានសន្យាថានឹងបញ្ឈប់ការទាមទារផ្ដាច់ទឹកដីរបស់ខ្លួនតែត្រឹមតំបន់ស៊ូដែនមួយនេះបន្តមកបារាំងនិងអង់គ្លេសបានប្រាប់ទៅជេកូស្លូវ៉ាគីអំពីអ្វីដែលគេបានព្រមព្រៀងជាមួយនឹងហ៊ីតលែរនៅមីនិចដោយបានបញ្ជាក់ថាប្រសិនបើជេកូស្លូវ៉ាគីមិនព្រមប្រគល់តំបន់ស៊ូដែនឲ្យទៅហ៊ីតលែរទេនោះជេកូស្លូវ៉ាគីនឹងត្រូវប្រឈមមុខជាមួយនឹងកងទ័ពអាល្លឺម៉ង់តែម្នាក់ឯង
ដោយគ្មានជំនួយពីអង់គ្លេសនិងបារាំងនោះទេជេកូស្លូវ៉ាគីដែលដឹងច្បាស់ថាខ្លួនមិនមានកម្លាំងទ័ពអាចទប់ទល់នឹងហិតលឺបានក៏សុខចិត្តធ្វើតាមហើយកងទ័ពអាល្លឺម៉ង់ក៏បានចូលកាន់កាប់តំបន់ស៊ូដេតនៅថ្ងៃទី10ខែតុលាឆ្នាំ1938នៅអង់គ្លេសលោក Neville Chamberlain នាយករដ្ឋមន្ត្រីអង់គ្លេសត្រូវបានគេចាត់ទុកថាជាវីរបុរសដ៏ឆ្នើមមួយដែលបានដោះស្រាយបញ្ចប់វិបត្តិជេកូស្លូវ៉ាគីដោយសន្តិវិធីហើយបញ្ជាបាននូវសង្គ្រាមក៏ប៉ុន្តែនៅអាល្លឺម៉ង់វិញហ៊ីតលឺបានកំណត់ក្នុងចិត្តថាសម្បទានគ្រប់យ៉ាងដែលអង់គ្លេសនិងបារាំងបានធ្វើនៅក្នុងវិបត្តិជេកូស្លូវ៉ាគីវាគឺជាការបញ្ជាក់យ៉ាងច្បាស់ថាអង់គ្លេសនិងបារាំងកំពុងតែខ្លាចអាល្លឺម៉ង់ក្រោយមកមិនដល់មួយឆ្នាំផងនៅខែមីនាឆ្នាំ1939ហ៊ីតលឺក៏បានចូលឈ្លានពានកាន់កាប់ទឹកដីដែលនៅសេសសល់របស់ជេកូស្លូវ៉ាគីព្រមទាំងទាមទារយកទឹកដីរបស់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ក្បែរៗនោះរហូតមកទល់ពេលនោះទើបអង់គ្លេសនិងបារាំងភ្ញាក់ដឹងខ្លួនថាអ្វីដែលហ៊ីតលឺបានសន្យានៅទីក្រុងម៉ូនីកកាលពីឆ្នាំមុនវាគឺជាការបោកប្រាស់សុទ្ធសាធហើយពួកគេសម្រេចថាចាប់ពីពេលនេះទៅពួកគេនឹងលែងធ្វើសម្បទានដើម្បីផ្គប់ចិត្តហ៊ីតលឺដូចពីមុនទៀតហើយនៅថ្ងៃទី31ខែមីនាឆ្នាំ1939ក្រោយពីហ៊ីតលឺបានទាមទារផ្ដាច់ទឹកដីមួយផ្នែករបស់ប៉ូឡូញបារាំងនិងអង់គ្លេសក៏បានប្រកាសជាសាធារណៈថាពួកគេនឹងធានាការពីឯករាជ្យនិងបូរណភាពទឹកដីរបស់ប៉ូឡូញពីការឈ្លានពានរបស់ហ៊ីតលឺក៏ប៉ុន្តែការប្រកាសនេះមិនបានធ្វើឲ្យហ៊ីតលឺខ្លាចរអានោះទេហ៊ីតលឺដែលធ្លាប់មើលឃើញពីចំហទុនជ្រាយរបស់បារាំងនិងអង់គ្លេសកាលពីអំឡុងវិបត្តិនៅជេកូស្លូវ៉ាគីក៏បានចូលឈ្លានពានប្រទេសប៉ូឡូញនៅថ្ងៃទី1ខែកញ្ញាឆ្នាំ1939ពីថ្ងៃក្រោយមកបារាំងនិងអង់គ្លេសបានប្រកាសសង្គ្រាមលើអាល្លឺម៉ង់ហើយសង្គ្រាមលោកលើកទី2ក៏ចាប់ផ្ទុះឡើងនៅពេលនោះ